តើបងប្អូនសាកទាយទាំងអស់គ្នាមើលនឹងខ្ញុំបេះស្លឹកក្រូចសើចយកមកធ្វើអីថ្ងៃហ្នឹងហើយចំពោះស្លឹកក្រូចសើចនេះខ្ញុំដាំនៅផ្ទះខ្លួនឯងបងប្អូន7ឆ្នាំហើយយើងលើយកមកលាងទឹកឲ្យស្អាតមកណាបន្ទាប់មកនេះខ្ញុំមានមាន់នេះគឺធ្វើម្ហូបពីរមុខបងប្អូនហើយយើងយកមកលាងសម្អាតឲ្យស្អាតមកបងប្អូនខ្លះក៏គាត់អត់លាងចឹងទៅតែសម្រាប់អ្នកខ្ញុំតើទៅលាងបងប្អូនបានញ៉ាំទៅស្និទ្ធមាត់ព្រោះអីមានហុំខ្ចីហុំអីយើងបេះបោចចោលលាងឲ្យស្អាតណាបន្ទាប់ពីលាងមាន់ស្អាតហើយខ្ញុំយកមកកាត់ដើម្បីបែងចែកមកចំហៀងនឹងខ្ញុំដាក់ស្ងោរជ្រក់មកចំហៀងទៀតយើងដុតនៅស្រុកនេះភាគច្រើនគេញ៉ាំមាន់អស់ហ្នឹងបងប្អូនសាច់វាមិនទៅឆ្ងាញ់ដូចមាន់នៅស្រុកខ្មែរយើងប្រហែលទេតែចំអិនអីលឿនសាច់ឆាប់ផុយចឹងណាហើយយើងដាក់ដាំទឹកមកបង់ស្លឹកក្រូចសើចជាមួយនឹងគល់ស្លឹកគ្រៃបងប្អូនហើយយើងដាក់មាន់ចូលបងប្អូនខ្លះក៏ដាក់អង្ករបងប្អូនចូលចិត្តដាក់អង្ករបងប្អូនដាក់មកក្តាប់ទៅហើយគ្រឿងផ្សំអត់មានអីច្រើនទេបងប្អូនមានតែអំបិលស្ករម្សៅស៊ុបនឹងឯងស្ងោរជ្រក់ងាយនេះបងប្អូនឆ្អិនហើយនឹងខ្ញុំឆ្អិនចឹងហើយយើងយកមកហែកសាច់វាបន្តទៀតណាបងប្អូនសូមមកយកមកហែកសាច់វាហើយបងប្អូនខ្លះចង់កាប់ជាដុំតូចៗដើម្បីស្ងោរតែម្ដងក៏បានដែរតែដោយសារនេះខ្ញុំមានកូនតូចធ្វើបញ្ចុកអញ្ចឹងយើងហែកសាច់អញ្ចឹងស្រួលណាបងប្អូនបើយើងកាប់ទៅមានដោយឆ្អឹងដោយអីចឹងហើយឆ្អឹងនឹងខ្ញុំមិនបោះចោលទេប្តីគាត់ចូលចិត្តគៀមឆ្អឹងនេះបងប្អូនរួចរាល់ហើយជីស្ងោរជ្រក់ហើយនឹងក្រូចហើយទឹកស្ងោរហ្នឹងយើងចាក់សាច់ដែលបេះបាញ់មិញចូលតែម្ដងទៅហើយដាក់មកពុះទៀតចាំយើងលើកមកច្បាច់ក្រូចហើយនឹងដាក់ជីបងប្អូនពណ៌ឡើងលឿងតែម្ដងសាច់មាន់ហ្នឹងរសជាតិអីបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តទៅណាតើអញ្ចឹងដួសដាក់ចានមួយនឹងខ្ញុំទាំងអស់គ្នាបើបងប្អូនមានផ្សិតអំបោះដាក់ផ្សិតដាក់អីក៏ឆ្ងាញ់ដែរតែដោយសារនេះខ្ញុំអត់មានเนาะហើយយើងដាក់ជីមកបាច់ក្រូចឆ្មាបងប្អូនដាក់ទឹកត្រីម្ទេសអីឲ្យហឹលមកតំណងមែនតែនហើយនៅចុងវីដេអូនឹងខ្ញុំនឹងឆុងតែបងប្អូនមើលបងប្អូនចង់ដឹងទេថាតែហ្នឹងគេសម្រាប់ឆុងសម្រាប់ញ៉ាំដើម្បីអីណាតែមុននឹងឆុងតែខ្ញុំភ្លក់ស្លឲ្យបងប្អូនមើលសិនរសជាតិឆ្ងាញ់មែនតើបងប្អូនហើយបងប្អូនតែហ្នឹងសម្រាប់អ្នកកូនខ្ចីដើម្បីញ៉ាំទៅឲ្យមានទឹកដោះហើយនឹងខ្ញុំទំសម្រាប់កូនបាន3ខែបងប្អូនខ្ញុំញ៉ាំតែនឹងរហូតចឹងណាអត់ខ្វះទឹកដោះឲ្យកូនអឹមទេបងប្អូនហើយមានតែបាញ់ចោលតែម្ដងណាបងប្អូនស្រុកខ្មែរបើសិនជាមានតែអស់ហ្នឹងឯងឆុងញ៉ាំគឺល្អមែនតែនហ្មងសម្រាប់ម្ដាយដែលបំបៅដោះកូននេះឆុងតែខ្លួនឯងនេះតែរបស់ប្តីតែមរុំបងប្អូនមរុំដែលយកមកពីស្រុកខ្មែរហ្នឹងនៅនេះភាគច្រើនញ៉ាំតែអញ្ចឹងបងប្អូនអត់សូវញ៉ាំតកកញ៉ាំអីទេហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេណាជួបគ្នាវីដេអូក្រោយទៀតបាយ